យប់មួយនៅលើស្ពានជ្រោយចង្វាមេឃងងឹតនិងខ្យល់បក់ត្រជាក់ស្រីណាជានារីមានផ្ទៃពោះជិត7ខែកំពុងឈោមម្នាក់ឯងនៅក្បែររបាំងស្ពានអូខេសួស្តីទាំងអស់គ្នាដែលមានបំណងចង់រកចំណូលបន្ថែមមួយខែ300ជាងជាមួយ YouTube ខ្ញុំមានបទពិសោធន៍យើងធ្វើបាននេះបានខ្ញុំមកចែកម្លែកវីដេអូហ្នឹងទៅកាន់អ្នកទាំងអស់គ្នាហើយវីដេអូហ្នឹងជាពិសេសទៅកាន់និស្សិតក៏ត្រូវច្រើននេះគេដោយសារទី1អ្នកទាំងអស់គ្នាចាយពេលតិចមែនទែនសម្រាប់ផលិតវីដេអូបែបហ្នឹងវីដេអូដែលខ្ញុំចង់និយាយថ្ងៃហ្នឹងគឺវីដេអូតាក់ទងជាមួយនឹង horror វីដេអូគឺអ្នកទាំងអស់គ្នាអាចផលិតវីដេអូទាំងអស់តាមរយៈ AI បានហើយ AI គឺវាអាចរកលុយបានពិតមែនដែលអ្នកទាំងអស់គ្នាឃើញនៅក្នុង social media គេប្រហែលថារកបានហ្នឹងឯងគឺវារកបានពិតមែនអញ្ចឹងនៅក្នុងដំណាក់កាលទាំងប្រហែលដែលខ្ញុំនឹងរៀបរាប់នៅពេលខាងមុខហ្នឹងគឺតាក់ទងជាមួយនឹងធ្វើជាមួយ platform AI គឺឥតគិតលុយទេគឺ free ទាំងអស់តាំងពីដើមដល់ចប់អញ្ចឹងអ្នកទាំងអស់គ្នាអាចទស្សនាវីដេអូនេះហើយរៀន step by step ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាកំពុងមើលវីដេអូហ្នឹងចេះបង្កើត channel ហើយនៅទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់មាន channel ទេអ្នកទាំងអស់គ្នាទៅរកមើលនៅក្នុង YouTube គឺមានច្រើនមែនតើអ្នកដែលរៀបចំតាក់ទងជាមួយនឹងធ្វើមិនឲ្យបង្កើត channel ទៅមានអ្នកមើលឬក៏រៀបចំ channel មួយតែបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ចេះឬក៏អត់ទាន់មានទេខ្ញុំក៏ចង់បង្កើតរបៀបរៀបចំជាមាតិកាមួយ content សម្រាប់ផលិតវីដេអូតាក់ទងជាមួយនឹងការបង្កើតរៀបចំ channel អីហ្នឹងឲ្យវារកលុយត្រូវតាមស្តង់ដារអញ្ចឹងជាដើមអញ្ចឹងខ្ញុំអត់ចង់ឲ្យខាតពេលអ្នកទាំងអស់គ្នាច្រើនទេអញ្ចឹងយើងអាចរៀបចំជាមួយ laptop យើងក៏បានកុំព្យូទ័រក៏បានទូរស័ព្ទក៏បានប៉ុន្តែពីច្រើនបើសិនជាអ្នកទាំងអស់គ្នាជានិស្សិតខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចមានកុំព្យូទ័រអញ្ចឹងដើម្បីអ្នកទាំងអស់គ្នាផលិតវីដេអូបែបរឿងឬក៏អីបានមួយអ្នកទាំងអស់គ្នាទី1ត្រូវមាន story vision ដល់មាន story បានយើងចាប់ផ្ដើមរៀបវាជាសំឡេងបានយើងចាប់ផ្ដើមរៀបចំជារូបភាព thumbnail ឬក៏វីដេអូអីជាដើមអញ្ចឹងនៅក្នុងដំណាក់កាលដំបូងដែលយើងផលិតសាច់រឿងគឺអ្នកទាំងអស់គ្នាអាចប្រើ AI មកជួយឬក៏អ្នកទាំងអស់គ្នាចេះតែសេរឿងអ្នកទាំងអស់គ្នាបកកាយខាងសរសេរអូខេតែសេខ្លួនឯងហើយរៀបចំវាល្អជាង AI ប៉ុន្តែ AI ក៏វាមិនអត់ល្អដែរគឺវាល្អខ្លាំងដូចគ្នាគ្រាន់តែថាសាច់រឿង AI វាអត់ដូចមនុស្សយើងទេប៉ុន្តែតាមបទពិសោធន៍ដែលខ្ញុំធ្វើនៅក្នុងនេះគឺអូខេគឺវាទទួលយកបានច្រើនគឺវាល្អច្រើនអញ្ចឹងអ្នកទាំងអស់គ្នាដំបូងគឺចូលមក Chat GPT គឺអ្នកទាំងអស់គ្នាអាចប្រើមួយវាបាន GPT ក៏បាន Gemini ក៏បានដែរពីរហ្នឹងគឺល្អទាំងពីរសម្រាប់សរសេរជាដើមអញ្ចឹងនៅក្នុងនេះអ្នកទាំងអស់គ្នាសរសេរទៅអាចសរសេរថាខ្ញុំចង់ឲ្យ AI ជួយផលិតរឿងខ្លីមួយបែបរន្ធត់អញ្ចឹងទៅវានឹងសេសាច់រឿងឲ្យយើងអូខេអញ្ចឹងខ្ញុំសាកធ្វើឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាសរសេរអញ្ចឹងទៅយើងដាក់នៅក្នុង Chat GPT គឺវានឹងចេញឲ្យអញ្ចឹងគឺដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងវានឹងចេញជាសាច់រឿងចេញពីចំណងជើងរឿងអីជាដើមហ្នឹងឯងអញ្ចឹងរឿងបន្ទាប់នៅពេលដែលយើងរៀបចំវាហើយយើងទៅចាប់ផ្ដើមបកឲ្យវានិយាយជាសំឡេងប៉ុន្តែនេះវារឿងខ្លីពេកវាបានបើយើងដាក់ទៅបានតែប្រហែលនាទីទេអញ្ចឹងយើងទៅក្នុង AI Google AI Studio គឺសម្រាប់បង្កើតជាសំឡេងនេះគឺ aistudio.google.com ហ្នឹងឯងអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាមកដល់កន្លែងហ្នឹងអ្នកទាំងអស់គ្នាមើលនៅខាងស្ដាំដៃនៅកន្លែង Gemini 3.1 Flash គឺអ្នកទាំងអស់គ្នានឹងមាន option ច្រើនទៀតតាក់ទងជាមួយនឹង tool វាអញ្ចឹងគោលបំណងរបស់យើងគឺ audio ចេញយក audio មកពេលដែលយើងចុច audio មកវាចេញមកនេះវិញហើយអញ្ចឹងអ្នកទាំងអស់គ្នាយកទី1 The Everyday Assistant គឺខ្ញុំពេលហ្នឹងប្រើហ្នឹងហើយវាមានច្រើន option តែយើងប្រើនេះទៅគឺវាសលេងវាទទួលយកបានច្រើនបន្តមកដល់កន្លែងនេះអ្នកទាំងអស់គ្នាលុបអាហ្នឹងចោលហើយទៅ copy សំឡេងនេះ copy ម្ដងតិចព្រោះនៅពេលដែលអ្នកទាំងអស់គ្នាដាក់ច្រើនវាយូរវាចាំយូរវាអាចនឹងអត់ចេញអញ្ចឹងជាដើមអញ្ចឹងដាក់អាហ្នឹងមួយហើយអ្នកទាំងអស់គ្នាមកខាងស្ដាំកន្លែង speaker setting អ្នកទាំងអស់គ្នាត្រូវរើសសំឡេងម្នាក់ហើយបើអ្នកទាំងអស់គ្នាចង់បានសំឡេងជាស្រីឬជាប្រុសអ្នកទាំងអស់គ្នាស្ដាប់ខ្លួនឯងឥឡូវខ្ញុំស្ដាប់កាសមិនភ្លេចពាក់កាស What idea do you want to What sparks your interest? អូខេឥឡូវអ្នកទាំងអស់គ្នានេះទៅគឺស្ដាប់ What sparks your interest? What's a skill you'd like to develop? ក្នុងនេះខ្ញុំគ្រាន់តែ test ជូនអ្នកទាំងអស់គ្នាទេអញ្ចឹងអ្នកទាំងអស់គ្នារើសសំឡេងអ្នកទាំងអស់គ្នាចូលចិត្តអញ្ចឹងខ្ញុំយកអាន sheet សម្រាប់សំឡេងទី1ហើយយើង run control ឯនេះ run វាទៅដើម្បីឲ្យវា generate សំឡេងហ្នឹងទៅជា audio សម្រាប់អ្នកទាំងអស់គ្នាយកមកផលិតអញ្ចឹងកន្លែងនេះខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាខាតពេលច្រើនខ្ញុំនឹង skip វាឲ្យ run fast ដើម្បី
generate សំឡេងហ្នឹងអានេះគ្រាន់តែជាឧទាហរណ៍ខ្លី យប់មួយ នៅលើស្ពានជ្រោយចង្វា លេលឺ មេឃងងឹត គេសំឡេ និង ងវា ខ្យល់បក់ត្រជាក់ វារៀងបែប ស្រីណា ហើយប៉ុន្តែ ជា យើងមិនយកទៅសំឡេងប៉ុណ្ណឹងដើម្បីផលិតជាវីដេអូយើងនឹងមានអីច្រើនទៀតអញ្ចឹងអ្នកនរគ្នាធ្វើដូចខ្ញុំចឹងមក copy ម្ដងតិចមក paragraph ចឹងមកអានេះខ្ញុំទៅសេវារឿងខ្លីដោយសារខ្ញុំអត់ចង់ឲ្យខាតពេលច្រើនចង់ឲ្យរបៀបឲ្យអ្នកនរគ្នាឧទាហរណ៍ហើយកុំភ្លេច download អ្នកនរគ្នាอย่าភ្លេច download អញ្ចឹងជាឧទាហរណ៍ខ្ញុំដាក់ខ្លីៗអញ្ចឹងឲ្យអ្នកនរគ្នាមើល មកទីនេះមក អញ្ចឹងរ៉ាំ ខ្ញុំ តិចអញ្ចឹងរហូតដល់ចប់មកសាច់រឿងចាំយើងទៅវគ្គរៀបចំវីដេអូហ្នឹងឲ្យខ្លាយទៅជាវីដេអូទាំងស្រុងហើយនឹងរៀបចំឲ្យវាកាន់តែព្រឺព្រួចជាងហ្នឹងអូខេអញ្ចឹងខ្ញុំនឹងឡើយនេះខ្ញុំនឹងឈប់និយាយខ្ញុំនឹងបើកឲ្យ skip លឿនហ្មងដើម្បីកុំឲ្យខាត់ពេលអ្នកនរគ្នាអូខេអញ្ចឹងអ្នកនរគ្នាអានេះយើង skip មិញ fast ឥឡូវយើង audio យើងគឺ completely បង្កើតវាជាសាច់រឿងមួយហើយអញ្ចឹងនៅក្នុងដំណាក់កាលមួយនេះខ្ញុំចង់បញ្ជាក់ប្រាប់អ្នកនរគ្នាថាទោះបីជាអ្នកនរគ្នាឥឡូវហ្នឹងកំពុងមើលវីដេអូរបៀបធ្វើរឿងនៃទៀនខ្មោចមែនប៉ុន្តែអ្នកនរគ្នាក៏អាចបំបែកយ៉ាងហ្នឹងឲ្យទៅជាប្រភេទវីដេអូបែបអប់រំបែបរបៀប quote បែបអីចឹងបានដូចគ្នាអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាហ៊ានយល់ពីវាមិនហ៊ានមកចេះធ្វើទេឲ្យរបៀបចេះបំបែកវាទៅជារឿងផ្សេងមែនណាអូគេប្រៀនធ្វើខ្មោចចេះតែធ្វើខ្មោចមួយទេអញ្ចឹងនៅពេលដែលអ្នកនរគ្នាយល់អ្នកនរគ្នាអាចបំបែកវាទៅបានច្រើនមែនតើអូខេឥឡូវយើងទៅមុខបន្តទៀតកុំឲ្យខាត់ពេលអញ្ចឹងយើងបង្កើតបានជាសំឡេងជា audio យើងត្រូវការរូបភាពសម្រាប់យកមកផលិតវីដេអូអញ្ចឹងដើម្បីផលិតរូបភាពបានវាមាន2 3ច្រើនអីក៏បានណាអ្នកនរគ្នាចេះប្រើណាប្រើហ្នឹងទី1 ChatGPT ក៏វាផលិតរូបភាពបានតែវាបានមួយថ្ងៃបានតែ2ទេទី3ទី2 Gemini ក៏អាចផលិតបានទី3គឺ AI Google Flow គឺផលិតរូបភាពបានដូចគ្នាអញ្ចឹងនៅក្នុងដំណាក់កាលនេះខ្ញុំអត់តន់ចង់បរៀនពីរបៀបផលិតវីដេអូទេដោយសារទី1អ្នកទាំងអស់គ្នាបើសិនជាផលិតវីដេអូរឿងខ្មោចវាអាចចំណាយពេលទី1ពេលវេលា prompt ហើយនឹងអាចឈានទៅដល់ការចំណាយលុយអញ្ចឹងនៅក្នុងនេះគឺ free ទាំងអស់អ្នកទាំងអស់គ្នាអាចចាប់ផ្ដើមដោយមិនបាច់ប្រើលុយអញ្ចឹងជៀសវាងការអ្នកទាំងអស់គ្នាធ្វើបាន2ថ្ងៃបាក់ទឹកចិត្តអ្នកទាំងអស់គ្នាឈប់ធ្វើអញ្ចឹងកុំឲ្យខាត់លុយបងចោលអត់ប្រយោជន៍យើងមកធ្វើ free សិនបើអ្នកទាំងអស់គ្នាគិតថាអូខ្ញុំអាចធ្វើបានចាំមានទៅទៀតអូខេអញ្ចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីផលិតសំឡេងបានជាមួយសាច់រឿង ChatGPT ដែលយើង generate មកវិញយើងសរសេរយើង generate វាទៅជា audio ហើយអ្នកទាំងអស់គ្នាទៅវគ្គបន្ទាប់ទៀតគឺជាមួយនឹងការផលិតរូបភាពដើម្បីធ្វើជា poster ឬក៏ឲ្យខ្លាយទៅជាវីដេអូអញ្ចឹងអ្នកទាំងអស់គ្នាចូលមកកាន់ Flow Google ឬក៏ lab.google ក៏បានដែរដើម្បីជា software មួយ free សម្រាប់ផលិតposter ឬក៏អីផ្សេងអញ្ចឹងយើងចូលមកអ្នកទាំងអស់គ្នាដំបូងថ្មីគឺត្រូវ register វាអញ្ចឹង sign in មួយ Gmail ទៅគឺបានហើយអញ្ចឹងយើងចុច new project ដើម្បីទៅការផលិតរបស់យើងអញ្ចឹងកន្លែងនេះយើងត្រូវមាន prompt ហ្នឹងវាមានរូបភាពផ្សេងអ្នកទាំងអស់គ្នាអាចទៅយកពីChatGPT ក៏បានដែរអ្នកទាំងអស់គ្នាអាចផលិតជា prompt អ្នកទាំងអស់គ្នាសេខ្មែរថាខ្ញុំចង់បាន prompt បែបម៉េចក៏បានដែរអូខេទាំងអស់គ្នាបន្ទាប់ពីយើងបាន prompt វាហើយយើងមកដាក់នៅក្នុងនេះដើម្បី generate អញ្ចឹង prompt ហ្នឹងខ្ញុំនឹងតម្លាក់ទៅខាងក្រោម description ដែរដើម្បីអ្នកទាំងអស់គ្នាអាចgenerate វាបានស្អាតហើយអ្នកទាំងអស់គ្នាអាចបែកវាទៅផ្សេងអីផ្សេងទៅដូចកន្លែងនេះគឺវាខ្ញុំដាក់ខ្មោច podcast គឺឈ្មោះ channel ខ្ញុំពីមុនខ្ញុំថាដាក់អញ្ចឹងអ្នកទាំងអស់គ្នាអាចយកទៅបែកបាននៅខាងពេល copy paste ដូរចំណងជើងឬក៏ style ទៅគឺអ្នកទាំងអស់គ្នាអាចបង្កើតរូបភាពថ្មីដែលខ្លួនឯងស្រឡាញ់បានអញ្ចឹងយើងចាប់ផ្ដើម generate វាចាំមើលវាចេញបែបម៉េចអញ្ចឹងអំឡុងពេលដែលវាកំពុង generate ខ្ញុំចង់ឲ្យអ្នកទាំងគ្នាជួយ subscribe មួយដើម្បីទទួលបានវីដេអូពីខ្ញុំបន្តទៀតហើយបើគិតថាវីដេអូនឹងល្អជួយចែកម្លែកមួយទៅព្រោះនៅក្នុង social media យើងឥឡូវអត់មាន content ល្អច្រើនទេហើយវីដេអូនេះខ្ញុំគិតថាបើសិនជាអ្នកទាំងគ្នាទិញពីគេក៏គេទិញថ្លៃដែរក្នុងតម្លៃមួយដែលថ្លៃអញ្ចឹងអានេះ free អូខេជួយគ្នាទៅវិញទៅមកល្អដែរអូខេឥឡូវវាចេញចេះមិនដែរអ្នកទាំងគ្នាគិតថាវាគួរខ្លាចអត់ឬទាំងអស់គ្នាពេញចិត្តនៅបើពេញចិត្តអ្នកទាំងអស់គ្នាសរសេរម្ដងទៀតហើយ generate វាសរសេរថ្មីទៅដើម្បីឲ្យវាត្រូវចិត្តអ្នកទាំងអស់គ្នាអញ្ចឹងអានេះដោយសារវាជាការឧទាហរណ៍ខ្ញុំអត់ធ្វើច្រើនទេខ្ញុំនឹងធ្វើប៉ុណ្ណឹងអញ្ចឹងអ្នកទាំងអស់គ្នា download វាមកវាមាន1K resolution ជាមួយនឹង upscale 2K ទាំង free ដូចជាបានតែ 1K ខ្ញុំចាំបានអញ្ចឹងហើយអ្នកទាំងអស់គ្នា
ផលិតម្ដងទៀតបើសិនជាទាំងអស់គ្នាអត់ពេញចិត្តសំដែលហ្នឹងអញ្ចឹងយើងបានសំឡេងយើងបានរូបភាពអីជាធម្មតារឿងខ្មោចវាអត់អាចតាសំឡេងទីទៀនហើយនឹងរូបភាពទេអញ្ចឹងអ្នកទាំងអស់គ្នាខ្វះមួយទៀតគឺសំឡេង music background អញ្ចឹងដើម្បីបានចម្រៀងអ្នកទាំងអស់គ្នាត្រូវប្រើ website មួយទៀតគឺឈ្មោះថា Suno website Suno នេះគឺអ្នកទាំងអស់គ្នាត្រូវទិញមួយខែ$10ប៉ុន្តែអ្នកទាំងអស់គ្នាដំបូងអញ្ចឹងអ្នកទាំងអស់គ្នាអាចបង្កើត free credit បានដើម្បីចង់ដឹងពីអ្នកទាំងអស់គ្នាអូខេឥឡូវខ្ញុំទៅ save prompt ឲ្យអ្នកទាំងអស់គ្នាមកទៅអូខេខ្ញុំដាក់ថាខ្ញុំចង់បាន prompt ចម្រៀងបែបរន្ធត់មួយធ្វើជា background music អូខេអញ្ចឹងយើងវាយប៉ុណ្ណឹង prompt វាប៉ុណ្ណឹងគឺវានឹងចេញ style ឲ្យយើងអូខេឃើញទេ Suno prompt English គឺកន្លែងនេះគឺ copy អានេះមកដាក់មកខ្ញុំគិតថាធ្វើវីដេអូនេះបើសិនអ្នកនរគ្នាចេះអង់គ្លេសប្រហែលល្អច្រើនអញ្ចឹងយើងផាសនៅកន្លែង style នេះដូចខ្ញុំដាក់មិញហ្នឹងយើង copy ហើយយើងរើស instrumental ដើម្បីអត់មានអ្នកចម្រៀងទេហើយ title ដាក់អីក៏បានដែរ share ទៅអ្នកនរគ្នាដាក់ចំណងជើងរឿងនេះក៏បានដែរវាអត់ចោលទេអញ្ចឹងយើង create វាមករងចាំវាមក plate វានឹងចេញជា background music ឲ្យយើងអញ្ចឹងក្នុងពេលក្នុងពេលអញ្ចឹងកំឡុងពេលដែលអ្នកនរគ្នាកំពុងតែ generate ចម្រៀងអ្នកនរគ្នាត្រូវមាន software មួយអ្នកនរគ្នាត្រូវចេះកាត់តវីដេអូអ្នកនរគ្នាអាចរៀន CapCut ឬក៏ Premiere បានអញ្ចឹងនៅក្នុង software ដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃគឺខ្ញុំប្រើ Premiere ជាទូទៅសម្រាប់ការងារខ្ញុំជាទូទៅគឺប្រើ Premiere អ្នកនរគ្នាអាចប្រើ CapCut ក៏បានដែរព្រោះវាមាន tool ច្រើនវាមាន effect ច្រើនប៉ុន្តែ CapCut វាគិតលុយអូខេបើសិនជាអ្នកនរគ្នាចេះ tool Premiere ស្រាប់ទៀតគឺល្អគឺអត់ចាយពេលច្រើនគឺខ្ញុំគិតថាអ្នកនរគ្នាធ្វើតែមួយថ្ងៃ1ម៉ោងជាងជាមួយវាគឺទៅមុខរួចហើយអញ្ចឹងម្លងពេលដែលយើងបង្កើតយើងអាចបើក software ហ្នឹងត្រៀមចាំឲ្យមកគឺដើម្បីទៅដាក់យកមកអូខេអ្នកនរគ្នាឥឡូវយើងផលិតចម្រៀងបានហើយដំបូងឡើយយើងមានសាច់រឿងយើង generate វាជា audio ហើយយើងទៅផលិតរូបភាពហើយឥឡូវយើងផលិតជាសំឡេង background music អញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាស្ដាប់សិនថាវាសំឡេងគួរឲ្យខ្លាចប៉ុណ្ណាអូខេគ្រាន់តែសំឡេងខ្ញុំស្ដាប់ក៏ខ្ញុំព្រឺក្បាលខ្លួនឯងដែរខ្ញុំពេលខ្លះខ្ញុំខ្លាចខ្មោចដែរខ្ញុំកែងដែរអញ្ចឹង Suno វាផលិតបានពី option អញ្ចឹងអ្នកទាំងអស់នេះស្ដាប់តែមួយណាអ្នកទាំងអស់នេះពេញចិត្តឲ្យ download វាមកអញ្ចឹងជាការឧទាហរណ៍ខ្ញុំ download លើហើយអ្នកទាំងអស់នេះ download ជា WAV audio ដើម្បីឲ្យគុណភាពសំឡេងវាច្បាស់ហើយការផលិតរឿងខ្មោចនេះបើសិនជាអ្នកទាំងអស់នេះចូលចិត្តហ្មងផលិតអាហ្នឹងគឺត្រូវហ្មង best on the best អញ្ចឹងឥឡូវយើងបានអីយើងបានទាំងអស់ហើយយើងទៅផ្សំផ្គុំវាចូលគ្នាអញ្ចឹងទីមួយយើងបង្កើត project ហើយដាក់ file ណាខ្ញុំដាក់ចោលសិនខ្ញុំ create វាពេលដែលយើងដាក់ title file ហើយសង្ឃឹមថាអ្នកនរគ្នាយល់ពីកន្លែងនេះព្រោះវារឿងមិនពិបាកបើសិនជាអ្នកនរគ្នាយល់ពី Premiere យល់ពីអីចឹង file ដែលយើងមានមិនគឺនៅអ្នកទាំងអស់អូខេឥឡូវយើងទាញ audio មកដាក់ហើយអ្នកនរគ្នាទាញរូបនេះឲ្យពេញមកអ្នកនរគ្នាអាចយកមួយនៅលើស្ពានជ្រោយចង្វាមេឃងងឹតនិងខ្យល់បក់ត្រជាក់ពិតទេនៅក្នុងស្រីណាចង្វាអញ្ចឹងយើងបានសំឡេងយើងយកចម្រៀងមកដាក់ទៀត background music យើងអញ្ចឹងអ្នកទាំងនេះអាចឲ្យ music វា play បន្តិចចាំវាលឺសលេងចៃក៏ល្អដែរអញ្ចឹងណាអញ្ចឹងអ្នកទាំងនេះសាក់ហ៊ានធ្វើអាហ្នឹងគេវាលឺតិចអញ្ចឹងហើយតិចចាំមានតែទៀតយប់មួយនៅលើស្ពានជ្រោយចង្វាមេឃងងឹតនិងខ្យល់បក់ត្រជាក់ស្រីណាជានារីមានផ្ទៃពោះជិត7ខែកំពុងឈោមម្នាក់ឯងនៅក្បែររបាំងស្ពាននាងមានវិបត្តិជីវិតជាមួយនឹងវាតកតងជាមួយនឹងជំនាញតិចមានអ្នកនរគ្នាត្រូវចេះកាត់វីដេអូដែរអញ្ចឹងឥឡូវនេះអ្នកនរគ្នាតកតងមួយជំនាញអញ្ចឹងអ្នកនរគ្នាត្រូវចេះកាត់វីដេអូដែរអញ្ចឹងខ្ញុំទាញមកឃើញវាសលេងវាចាប់ដើមវាលឺហើយវាធ្លាក់មកខ្សោយទៅដើម្បីវាចូល sound ជាមួយរហូតគិតថាគ្មាននរណាយល់ពីការឈឺចាប់របស់នាងខណៈដែលនាងឈោមមើលទឹកទន្លេខ្មៅងងឹតស្រាប់តែមានសំឡេងខ្សឹបមួយលេចឡើងពីក្រោមស្ពានមកទីនេះមកខ្ញុំអាចជួយឲ្យអ្នកផុតពីទុក្ខបានស្រីណាភ្ញាក់អោលហើយសម្លឹងចុះទៅក្រោមអញ្ចឹងអ្នកទាំងអស់នេះឃើញហ៎ប៉ុណ្ណេះគឺអ្នកទាំងអស់នេះផលិត
បាទអញ្ចឹងកន្លែងនេះគឺវាប៉ុណ្្នឹងឃើញទេ ខ្ញុំកំពុងរងចាំ តែប៉ុណ្្នឹងគឺអ្នកទាំងអស់គ្នាបានវីដេអូមួយហើយទី1ខ្ញុំបញ្ជាក់មកវិញមេរៀនយើងឯនេះគឺទី1 generate សាច់រឿងពី AI មកមានសាច់រឿងយើងទៅ Google AI Studio ដើម្បីផលិតជាសំឡេងពេលបានជាសំឡេងអ្នកទាំងអស់គ្នាទៅកាន់ Google Flow ដើម្បីផលិតរូបភាពបានរូបភាពហើយយើងទៅ Suno ដើម្បីផលិតជា background music ហើយយើងទៅ Premiere កាត់វាអញ្ចឹងវាចូលជាសាច់វីដេអូមួយអ្នកទាំងអស់គ្នាយកទៅផុសនៅក្នុង YouTube អ្នកទាំងអស់គ្នាមាន keyword មាន thumbnail អីហ្នឹងគឺអ្នកទាំងអស់គ្នាអាចរកលុយបានហើយអញ្ចឹងសរុបមកវិញវីដេអូរបស់យើងគឺតែប៉ុណ្្នឹងទេអត់មានអីច្រើនទេហើយសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ពីអ្វីដែលខ្ញុំកំពុងចង់និយាយព្រោះពេលខ្លះអាចខ្ញុំនិយាយទៅវាអត់សូវជាក្បោះក្បាយអ្នកទាំងអស់គ្នាអាចឆ្ងល់អីឬក៏តាមខ្ញុំអត់តន់ឡើយណា comment នៅខាងក្រោមព្រោះថាពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំបញ្យល់អត់តន់ក្បោះក្បាយដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាម្ដងទៀតបើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍អូខេកុំភ្លេច like share and subscribe ដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបន្តទៀតហើយជួបគ្នានៅវីដេអូក្រោយជាមួយនឹងគន្លឹះថ្មីហើយនឹងគំនិតថ្មីតាក់ទងជាមួយការអលុយឬក៏ tutorial អីជាដើមតាក់ទងជាមួយ technology អូខេជួបគ្នាវីដេអូក្រោយបាយបាយ